បាទបងប្អូនថ្ងៃនេះខ្ញុំចេញទៅស៊ូចត្រីទៀតបងប្អូនថ្ងៃសៅរ៍យើងទៅនេកន្លះថ្ងៃអញ្ចឹងគេទៅកន្លះថ្ងៃស៊ូចត្រីទៅដល់កន្លែងហ្នឹងហើយខ្ទង់ម៉ោង1បងប្អូនអានេះត្រីខ្ញុំស្ទូចបានមិញហ្នឹងបងប្អូនត្រីកាបហើយប្រឡងខ្ញុំលេងមានកន្លែងណាគេពីកន្លែងត្រែហ្នឹងកន្លែងធ្លាប់ទៅហ្នឹងបងប្អូនហើយថ្ងៃហ្នឹងបានច្រើនបងប្អូនបានច្រើនបានត្រីទាំងអស់ហើយចូលមិន10គីឡូខ្ញុំអត់ផ្ទះខ្ញុំថ្លឹងមើលហើយអាຂະຫນាតធំចូលគីឡូ3ក្បាល1គីឡូ2ហើយនឹង1គីឡូកន្លះ1ក្រៅពីនឹងមុំមានត្រីកាបនិងកន្លងឡាប់យ៉ាបាន1គត់ថ្ងៃហ្នឹងអត់បានច្រើនដូចអត់ដងឯងបានតែមួយទេបានមួយទូចទៀតហើយត្រីកាបបានច្រើនត្រីកន្លងបានប្រហែលជា6 7ដែរបងប្អូនថ្ងៃហ្នឹងហើយថ្ងៃហ្នឹងយើងទៅលេងបានពេញដៃហើយលេងក៏ល្អថ្ងៃហ្នឹងដាក់សំភារៈទៅគ្រប់គ្រាន់លេងបានច្រើនហើយស៊ីខ្លាំងថ្ងៃហ្នឹងខ្ញុំទៅលេងស៊ីខ្លាំងណាស់ថ្ងៃហ្នឹងរួចច្រើនដែរមិនដាច់ខ្សែវត្តជាប់មកលើកម្ដងលើវារះដាច់មាត់រួចហើយនឹងដាច់ខ្សែមួយអាធំទាញដាច់ចូលតកួនមួយធំប៉ុណ្ណាគាត់ឡើងត្រីហ្នឹងខ្សែត្រេះហើយនៅដាច់ទៀតធំត្រីហ្នឹងដល់ធំប៉ុនយើងអត់ដឹងប៉ុណ្ណាបើយើងគាត់ឡើងលើគាត់វាមកឡើងហើយថ្ងៃហ្នឹងក៏សេតដែរបងប្អូនបាក់ដងអស់មួយដើមដែរថ្ងៃហ្នឹងវត្តត្រីយើងធ្វើមួយអត់បានត្រីហើយវាទាញចូលឈូកហើយវត្តទៅគាត់ទៅបាក់ដងអស់មួយដើមទៀតបានត្រីច្រើនមែនប៉ុនចូលដើមហើយព្រោះបាក់ដងអស់មួយដើមចូល20ជាងមកហើយប៉ុនគាត់មិនអីទេព្រោះយើងទៅលេងវាហ្នឹងជារឿងធម្មតាទេធ្វើម៉េចព្រោះវាបាក់ហើយយើងចង់ឲ្យវាបាក់ភាពចាយដនអញ្ចឹងណាហើយខ្ញុំទៅលេងនៅកន្លែងហ្នឹងត្រីដូចខ្ញុំនិយាយចឹងបងប្អូនបើយើងលេងនុយត្រូវយើងលេងត្រូវស៊ីខ្លាំងហើយក៏បានច្រើនដែរហើយតែយើងលេងពេញដៃល្អហើយពេលងាយខ្ញុំត្រប់លទ្ធផលមកនេះខ្ញុំលើកមកត្រីដែលខ្ញុំបាននេះបងប្អូនខ្ញុំមកបានថតគៀកឲ្យបងប្អូនមើលងឹតអីជប់អីម៉ោង6ហើយត្រីហ្នឹងបានមិន10គីឡូខ្ញុំរត់ផ្ទះខ្ញុំថ្លឹងមើលនោះអាធំមក3កំពុងប្រះធំមកនោះ1គីឡូកន្លះហ្នឹងហើយនេះមករត់ផ្ទះខ្ញុំថ្លឹងមើលបានមិន10គីឡូនេះបងប្អូនមិន10គីឡូ